năm nay make room for God ពង្រីកផ្ទះរបស់យើងដើម្បីព្រះយេស៊ូវគ្រីស្ទប្រហែលជាបងប្អូនមួយចំនួនពង្រីកឲ្យមានក្រុមកោសិកានៅតាមផ្ទះតែឆ្នាំនេះលោកគ្រូខ្ញុំបើកផ្ទះពីរដងក្នុងមួយខែពង្រីកតង់ដើម្បីព្រះជាម្ចាស់ខ្ញុំមានពេលសម្រាប់ព្រះអង្គមានពេលសម្រាប់បងប្អូន4-10នាក់ចូលរួមផ្ទះខ្ញុំហើយយើងសិក្សាយើងថ្វាយបង្គំព្រះអង្គហើយយើងជាសហគមន៍នៃសេចក្តីស្រឡាញ់ទាំងអស់គ្នាប្រហែលអ្នកបានតមហារួចហើយអ្នកគ្រូវិជ្ជការបានប្រាប់យើងថាចូលតមហាសម្រាប់ឆ្នាំ2025គឺជាការបដិញ្ញាចិត្តគឺជាអ្វីមួយដែលយើងនិយាយជាមួយព្រះជាម្ចាស់ថាព្រះអង្គហើយថ្ងៃនេះខ្ញុំតមហើយកុំឲ្យមានអ្នកណាប៉ាវខ្ញុំហូបអាហារពេលព្រឹកឬពេលថ្ងៃនេះបាទចាំថ្ងៃស្អែកចាំគេប៉ាវខ្ញុំពីព្រោះថ្ងៃនេះខ្ញុំតមហាមែនទេខ្ញុំជ្រើសរើសតមហាមួយសប្តាហ៍2ថ្ងៃអត់បានច្រើនលោកណាបងប្អូនប្រហែលជាលោកណាបងប្អូនគ្រូកងវិលមិនទៅតមហាតែ2ថ្ងៃមែនទេខ្ញុំតម2ថ្ងៃក្នុងខែមករាមែនទេនៅខែផ្សេងទៀតខ្ញុំក៏អត់ប្រាប់លោកអ្នកបងប្អូនថាខ្ញុំតមហានៅថ្ងៃណាដែរអេមែនអញ្ចឹងខ្ញុំតមថ្ងៃច័ន្ទនិងថ្ងៃសុក្រហេតុអីបានខ្ញុំតមតែ2ថ្ងៃពីព្រោះជាថ្ងៃខ្ញុំសម្រាកថ្ងៃច័ន្ទថ្ងៃសុក្រគឺជាថ្ងៃមួយដែលខ្ញុំរៀបចំមេរៀនខ្ញុំមានមេរៀនហើយប៉ុន្តែជាពេលវេលាខ្ញុំចំណាយពេលជាមួយព្រះច្រើនខ្ញុំមានពេលនៅផ្ទះខ្ញុំមានកាយឡ័យមួយកាយឡ័យតុកមួយសោះហ្នឹងណាតុកមួយកៅអីមួយសោះហ្នឹងសកាយឡ័យធ្វើដូចគណៈរដ្ឋមន្ត្រីហើយមែនទេខ្ញុំមានកន្លែងតុកខ្ញុំមួយខ្ញុំលោកអ្នកបងប្អូនសើចអត់មានអ្នកប៉ះពាល់សង្ការិយាល័យខ្ញុំមួយខ្ញុំមានតុកខ្ញុំមួយខ្ញុំមានកៅអីចំណាស់ខ្ញុំមួយអង្គុយស្រួល comfortable ខ្ញុំរៀបចំមេរៀនហើយខ្ញុំអធិដ្ឋានខ្ញុំមានកាហ្វេតែមួយកែវហើយខ្ញុំក៏អធិដ្ឋានចំណាយពេលជាមួយព្រះអង្គជារៀងរាល់ព្រឹកដើម្បីស្ដាប់សំឡេងក៏ដូចជាអ្វីដែលជាបំណងព្រះハតីរបស់ព្រះជាម្ចាស់អញ្ចឹងខ្ញុំតមហើយខ្ញុំអធិដ្ឋានហើយចំណាយពេលច្រើនហេតុផលដោយសារខ្ញុំមានពេលច្រើនបើសិនបើខ្ញុំធ្វើការខ្ញុំអត់សូវមានពេលក្នុងការដែលបើកព្រះបន្ទូលរបស់ព្រះអង្គខ្ញុំអត់មានពេលក្នុងការដែលសិញ្ជឹងគិតឬក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដូច្នេះហើយបានខ្ញុំជ្រើសរើសតែថ្ងៃច័ន្ទថ្ងៃសុក្រវាជាការបដិញ្ញាចិត្តរបស់ខ្ញុំធ្វើ3សប្តាហ៍ជាប់គ្នាតែម្ដងលោកអ្នកបងប្អូនខានតមហាយូតមឃ្លានបាទតមហេវបងប្អូនហេវហ៎ខ្ញុំអត់ហេវទេតែខ្ញុំឃ្លានមែនទេតែមួយមែនទេបាទខ្ញុំហេវខ្ញុំចេញនិយាយកំ pl ែងលោកអ្នកបងប្អូនអាចនៅមួយខ្ញុំកំ pl ែងអត់បបាក់ចិត្តទេមែនទេដោយសារតែខានតមយូក៏ពេលខ្លះឃ្លានដែរប៉ុន្តែតាំងចិត្តថានៅក្នុងសភៅម៉ាថាយចំពុក4ខ4ថាព្រះបន្ទូលព្រះអង្គយើងមិនរស់តែអាហារទេប៉ុន្តែរស់ទាំងគ្រប់ទាំងព្រះបន្ទូលដែលចេញពីមាត់ចេញពីព្រះអោសរបស់ព្រះអង្គផងដែរមែនទេពាក្យនេះត្រូវបានជ្រួតជ្រាបនៅក្នុងជីវិតរបស់ខ្ញុំពាក្យនេះមានអំណាចព្រះបន្ទូលនេះមានអំណាចនៅក្នុងជីវិតខ្ញុំរួចហើយខ្ញុំឆ្អែតដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនទេនៅពេលដែលខ្ញុំតមហាបងប្អូនមិនជឿខ្ញុំសាកមើលមែនទេដល់ទៅពេលលោកអ្នកបងប្អូនសាកមើលឃើញតែព្រះបន្ទូលចំអែតលោកអ្នកបងប្អូនលោកអ្នកបងវ៉ាវគ្រូនិយាយពិតប្រាកដមែនទេមែនប៉ុន្តែបើសិនតែព្រះបន្ទូលយ៉ាងធន់ណាស់សម្រាប់ជីវិតរបស់ខ្ញុំមិនតាន់ទេមែនទេមិនតាន់ទេបាទជាពិសេសយុវជនបាទ challenge យុវជនហើយខ្ញុំនិយាយលេងមកគូស្មូនថាអីគេចាស់តមហាក្មេងហូបអាហារឃើញទេចាស់យើងអាចតមហាបានចប់ក្រុមជំនុំទៅជួបចាស់លោកគ្រូខ្ញុំតម2ថ្ងៃហើយលោកគ្រូខ្ញុំតម3បើជួបយុវជនតោះយើងសុបតារាចោះយើងអាហារពេលព្រឹកនៅតាណាថ្ងៃស្អែកតោះយើងហូបកាហ្វេណាចោះហាងតំបើកថ្មីយើងទៅស្អែកយ៉ាងម៉េចណាមែនក្មេងៗគេនិយាយតែអញ្ចឹងទេមែនទេតែមិនអីទេយើងដើរទៅមុនយើងយកបទពិសោធន៍មុនក្នុងការតមហាអេមែនទេមែនទេបងមែនអូខេនៅពេលដែលខ្ញុំជិះម៉ូតូពីផ្ទះមកក្រុមជំនុំថ្ងៃមិញខ្ញុំទៅផ្ទះមួយផ្លែតមានការរវល់នៅផ្ទះខ្ញុំចាប់ដើមមានអ្វីមួយយ៉ាងព្រះបន្ទូលរបស់ព្រះអង្គចាប់ដើមនិយាយមកកាន់ខ្ញុំមួយយ៉ាងថាតើខ្ញុំត្រូវអធិដ្ឋានមួយថ្ងៃឲ្យបាន6 7មុខឬយ៉ាងម៉េចខ្ញុំចាប់ដើមគិតថាពេលខ្លះការអធិដ្ឋានរបស់យើងហាក់បីដូចជាសាសនាហាក់បីដូចជាទូសុំដដែល5 6ចំណុចហ្នឹងដដែលប៉ុន្តែព្រះអង្គបានរំលឹកប្រាប់ខ្ញុំថាពេលខ្លះយើងត្រូវតែស្ដាប់ឮប្រសូរសៀងរបស់ព្រះអង្គតើអ្វីគឺជាចំណុចគឺជាអ្វីមួយដែលព្រះអង្គចង់ឲ្យយើងអធិដ្ឋានតើអ្នកណាគេតើមនុស្សណាម្នាក់ដែលព្រះអង្គបានដាក់នៅក្នុងចិត្តគំនិតរបស់យើងដើម្បីឲ្យយើងអាចអធិដ្ឋានឲ្យម្នាក់នោះមែនទេជាធម្មតា
យើងតែងតែអធិដ្ឋានសម្រាប់ជីវិតរបស់យើងផ្ទាល់មែនអត់យើងអធិដ្ឋានអំពីតម្រូវការរបស់យើងអធិដ្ឋានអំពីក្រុមគ្រួសាររបស់យើងអធិដ្ឋានសម្រាប់ការងាររបស់យើងឬក៏ការសិក្សារបស់យើងសូមឲ្យព្រះអង្គប្រទានពរសូមឲ្យយើងមានប្រាជ្ញាសូមឲ្យយើងបានរៀនឲ្យពូកែមែនទេរៀនឲ្យឆ្លាតឲ្យការងារយើងចម្រើនឡើងឲ្យមេយើងស្រឡាញ់យើងឲ្យយើងបានប្រាក់ខែល្អមែនទេយើងតែងតែអធិដ្ឋានរបៀបនេះប៉ុន្តែការអធិដ្ឋានរបៀបនេះមិនខុសទេពីព្រោះយើងតែងចង់ឲ្យព្រះអង្គប្រទានពរលើជីវិតរបស់យើងប៉ុន្តែនៅពេលដែលខ្ញុំជិះម៉ូតូមកព្រះអង្គបានរំលឹកប្រាប់ខ្ញុំថាខ្ញុំគួរតែអធិដ្ឋានតាមបំណងប្រហាតីរបស់ព្រះអង្គតើអ្នកណានៅក្នុងខែនេះនៅពេលដែលខ្ញុំតមហានៅពេលដែលខ្ញុំចាប់ដើមកាន់ព្រះបន្ទូលព្រះអង្គឲ្យខ្ញុំចាប់ដើមអានហើយខ្ញុំចាប់ដើមអធិដ្ឋានតើម្នាក់ណាតើរឿងអីតើស្ថានភាពអីដែលព្រះអង្គចង់ឲ្យខ្ញុំអធិដ្ឋានវាសំខាន់លោកអ្នកបងប្អូននៅពេលដែលប្រវត្តិមានព្រះអង្គដឹកនាំការអធិដ្ឋានរបស់យើងព្រះអង្គជ្រាបហើយព្រះអង្គស្គាល់ឲ្យព្រះគម្ពីរបានចែងថាព្រះអង្គស្គាល់សក់ដែលនៅលើក្បាលរបស់យើងព្រះអង្គដឹងចំនួនពិតប្រាកដដែលសរសៃសក់យើងមានមែនទេព្រះអង្គស្គាល់អំពីបំណងរបស់យើងព្រះអង្គស្គាល់អំពីមុនពេលដែលយើងទូលសូមព្រះអង្គទៅទៀតព្រះបន្ទូលបានចែងព្រះអង្គរំលឹកប្រាប់ខ្ញុំថាពេលខ្លះយើងអធិដ្ឋានឲ្យមិត្តភ័ក្តិរបស់យើងកំពុងតែឈឺយើងអធិដ្ឋានសម្រាប់បងប្អូនយើងកំពុងតែខ្វះខាតយើងអធិដ្ឋានសម្រាប់សេដ្ឋកិច្ចយើងអធិដ្ឋានសូមឲ្យព្រះអង្គប្រទានពរដល់ពួកជំនុំរបស់យើងឬក៏នរណាម្នាក់ដែលព្រះអង្គបានដាក់នៅក្នុងចិត្តគំនិតរបស់យើងមែនទេអត់ថ្ងៃមួយខ្ញុំជិះម៉ូតូតែវិញខ្ញុំចាយម្ដងហើយខ្ញុំជិះម៉ូតូទៅស្ទឹងមានជ័យទៅធ្វើការស្រាប់តែព្រឹកហ្នឹងខ្ញុំមិនតាន់មានពេលអធិដ្ឋានប៉ុន្តែខ្ញុំអធិដ្ឋានតាមម៉ូតូព្រះវិញ្ញាណដ៏វិសុទ្ធបានគង់នៅជាមួយខ្ញុំព្រះអង្គបានលើកពីមនុស្សម្នាក់ទៅម្នាក់ថ្ងៃនោះមុនពេលដែលខ្ញុំទៅដល់ស្ទឹងមានជ័យប្រហែលជា20នាទីខ្ញុំបានអធិដ្ឋានជំនួសជាង20នាក់ដែលព្រះអង្គបានដាក់នៅក្នុងចិត្តរបស់ខ្ញុំហើយខ្ញុំស្គាល់ស្ថានភាពរបស់ពួកគេហើយខ្ញុំអធិដ្ឋានសម្រាប់ពួកគេហើយថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ពីព្រោះខ្ញុំបានអធិដ្ឋានតាមបំណងប្រហាតីរបស់ព្រះអង្គខ្ញុំបានអធិដ្ឋានសម្រាប់ខ្លួនឯងទាំងហ្នឹងប៉ុន្តែខ្ញុំអធិដ្ឋាននៅមនុស្សដែលព្រះបានដាក់នៅក្នុងដួងចិត្តរបស់ខ្ញុំអេមែនលោកអ្នកបងប្អូននេះគឺជាបទពិសោធន៍មួយដែលខ្ញុំចង់ចែករំលែកទៅកាន់លោកអ្នកបងប្អូនថាគឺជាការដែលយើងធ្វើតាមបំណងប្រហាតីរបស់ព្រះហើយកាលណាដែលយើងធ្វើតាមបំណងប្រហាតីរបស់ព្រះយើងសប្បាយចិត្តណាយើងហាក់បីដូចជាញឹមល្អថ្ងៃហ្នឹងញឹមស្រស់ហ่าមែនទេដោយលោកដាញែលញញឹមទាំងអត់អាហារឃើញទេដាញែលគាត់ញញឹមពីព្រោះព្រះគម្ពីរបានចែងថានៅពេលដែលយើងតមហាកុំឲ្យដើរត្រូនខ្ញុំថ្ងៃហ្នឹងតមហាបានមុខខ្ញុំកញ្ញើមែនទេមិនអញ្ចឹងទេមែនទេដាញែលតមហាដោយមុខស្រស់មែនទេប៉ុន្តែលោកអ្នកបងប្អូននៅពេលដែលដាញែលតមហា21ថ្ងៃនៅក្នុងសម្ព័ន្ធទេចាស់នៅពេលដែលលោកតមហាព្រះជាម្ចាស់បានមកជួបគាត់ព្រះអង្គបានបើកសម្ដែងឲ្យឃើញកិច្ចការដែលកើតឡើងនៅពេលខាងមុខគឺជាទុក្ខលំបាករបស់ជនជាតិអ៊ីស្រាអែលគឺជាអ្វីមួយដែលគេឆ្លងនៅក្នុងភាពជាទាសករឬក៏ជាឆ្លើយនៅក្នុងស្រុកបាប៊ីឡូនលោកអត្រមេស័កនិងអបេនកោជាពូម៉ាក់របស់គាត់មានវ័យក្មេងលោកអ្នកបងប្អូនប្រហែលជាខ្ទង់20ឆ្នាំជាយុវជនដែលស្រឡាញ់ព្រះជាម្ចាស់ជាយុវជនដែលមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ប៉ុន្តែនៅពេលដែលពួកលោកជួបទុក្ខលំបាកនៅពេលដែលប្រជាជនរបស់លោកបានជួបទុក្ខលំបាកគាត់ចាប់ដើមតមហាត21ថ្ងៃប៉ុន្តែព្រះជាម្ចាស់បានបង្ហាញអំពីទុក្ខលំបាកនោះដាញែលគាត់ស្ដាប់ហើយព្រះអង្គប្រាប់ទៀតស្ដាប់រឿងដែលកើតឡើងនៅពេលខាងមុខដាញែលអស់កម្លាំងហ្មងព្រោះនិមិត្តគោលដៅដែលព្រះអង្គថាឲ្យយើងនឹងឆ្លងកាត់គឺជាទុក្ខលំបាកហើយធំឲ្យគាត់ស្ដាប់ហើយឮហើយអស់កម្លាំងអត់ចង់បន្តដំណើរទៅមុខថាព្រះអង្គហើយកូនមិនបាច់ទៅមុខទៀតទេបើឮតែប៉ុណ្្នឹងហើយដេកទៅនឹងរមងមែនទេតមហា21ថ្ងៃគឺនៅនឹងរមងទៅមិនបាច់ទៅមុខទេដាញែលគាត់ចាប់ដើមអស់កម្លាំងប៉ុន្តែនៅពេលនោះព្រះអង្គបានលុបប្រហ័សពាល់គាត់នៅក្នុងព្រះគម្ពីរបានចែងថានៅពេលព្រះជាម្ចាស់បានពាល់គាត់ដាញែលគាត់មានកម្លាំងឡើងវិញមានអីដល់ម៉េចលោកអ្នកបងប្អូននៅពេលដែលយើងថ្វាយបង្គំព្រះអង្គនៅពេលដែលយើងចូលទៅក្នុងប្រវត្តិមានព្រះអង្គនៅពេលដែលប្រហ័សរបស់ព្រះជាម្ចាស់បានប៉ះជីវិតរបស់លោកអ្នកបងប្អូននៅពេលដែលលោកអ្នកបងប្អូនកំពុងតែឆ្លងកាត់ទុក្ខលំបាកលោកអ្នកបងប្អូនកំពុងតែខ្សោយព្រះជាម្ចាស់នឹងប្រទានកម្លាំងសារជាថ្មីម្ដងទៀត
ទៅលើជីវិតរបស់យើងអេមែន